បិទសិក្ខាសាលាប្រឆាំងការសម្អាតប្រាក់ប្រមុខក្រសួងមហាផ្ទៃកម្ពុជាលើកទឹកចិត្តមន្ត្រីទុកក្តីទោមនស្សមួយឡែកហើយបន្តរួមគ្នាប្រឹងប្រែងធ្វើការពីវេទិកាអធិបតីនៃពិធីបិទសិក្ខាសាលាស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរិះសាយភីអាវុធមហាប្រឡ័យនៅទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី26ខែឧសភាឆ្នាំ2025អាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធក្នុងសមត្ថកិច្ចប្រឆាំងការសម្អាតប្រាក់រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញនិងការងារប្រយុទ្ធប្រឆាំងនៅអំពើជួញដូរមនុស្សបន្តការខិតខំប្រឹងប្រែងធ្វើការងារតាមទូនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អជាជាងមានក្តីទោមនស្សចំពោះការវាយតម្លៃពីក្រុមអ្នកស្រាវជ្រាវឬរបាយការណ៍ចេញពីស្ថាប័នណាមួយដែលមិនឆ្លុះបញ្ចាំងពីការពិតអំពីការខិតខំប្រឹងប្រែងរបស់មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជារួមទាំងក្រសួងមហាផ្ទៃជំវិញការងារប្រឆាំងការសម្អាតប្រាក់នៅកម្ពុជាអាយុដំអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានរំលឹកអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី6ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានប្រសិទ្ធិដែលពេលនោះមានសម្ដេចក្រឡាហោមសខេងអតីតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាសេនាធិការបានបង្កើតនយោបាយទាំងយន្តការច្បាប់និងយន្តការអនុវត្តការងារជាច្រើនរហូតឈានដល់ការរំដោះប្រទេសកម្ពុជាចេញពីបញ្ជីប្រភេទប្រឆាំងការសម្អាតប្រាក់ដែលដាក់ដល់អង្គការហ្វាតបើតាមប្រមុខក្រសួងមហាផ្ទៃរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងក្នុងនោះក៏មានក្រសួងមហាផ្ទៃជាសេនាធិការលើការងារមួយចំណែកនៃការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នៅតែបន្តមានឆន្ទៈខ្ពស់ក្នុងនាមធានាមិនឲ្យប្រទេសកម្ពុជារអិលចូលទៅក្នុងបញ្ជីប្រភេទជាថ្មីទៀតនិងផ្ទុយទៅវិញមានតែបន្តប្រឹងប្រែងដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើសម្អាតប្រាក់រួមទាំងឆបោកតាមប្រព័ន្ធអនឡាញនិងជួញដូរមនុស្សដែលជាបទល្មើសមានការប្រឈមជាសកលជាក់ស្ដែងសិក្ខាសាលាស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរិះសាយភីអាវុធមហាប្រឡ័យនាថ្ងៃនេះត្រូវបានប្រមុខក្រសួងមហាផ្ទៃកម្ពុជាចាត់ទុកជាសក្ខីភាពថ្មីមួយទៀតដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីឆន្ទៈរបស់ក្រសួងមហាផ្ទៃនៅក្នុងការផ្សព្វផ្សាយទ្រឹស្ដីនិងបទពិសោធន៍នៃការអនុវត្តទាំងពីជុំវិញពិភពលោករួមទាំងបទពិសោធន៍ដែលកម្ពុជាបានធ្វើដើម្បីឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់មានការយល់ដឹងនិងបន្តរួមគ្នាធ្វើការនានាឲ្យល្អប្រសើរថែមទៀតលើការប្រឆាំងការសម្អាតប្រាក់សូមបញ្ជាក់ថាសិក្ខាសាលាបានប្រព្រឹត្តទៅដោយផ្ដោតលើប្រធានបទសំខាន់ចំនួន6រួមមាន 1. បទពិសោធន៍និងលទ្ធផលការងារស៊ើបអង្កេតស្រាវជ្រាវបទល្មើសសម្អាតប្រាក់ 2. បទពិសោធន៍និងលទ្ធផលការងារស៊ើបអង្កេតស្រាវជ្រាវបទល្មើសគ្រឿងញៀនដែលមានសញ្ញាណសម្អាតប្រាក់ 3. បទពិសោធន៍និងលទ្ធផលការងារស៊ើបអង្កេតស្រាវជ្រាវបទល្មើសឆបោកតាមប្រព័ន្ធ Digital និងរូបិយប័ណ្ណ Digital 4. បទពិសោធន៍និងលទ្ធផលការងារស៊ើបអង្កេតស្រាវជ្រាវបទល្មើសកាតព្វកិច្ចសារពើពន្ធរបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល 5. ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនិងទី 6. បទដ្ឋានគតិយុត្តនិងនីតិវិធីពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ព្រមទាំងកិច្ចពិភាក្សាសួរដេញដោលជំវិញប្រធានបទពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរិះសាយភីអាវុធមហាប្រឡ័យ